ដេចរដ្ឋសភាទីការធិបតីខុនសូដារីបានចាត់ទុកសហគ្រាសធុនតូចនិងមធ្យមជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាទូគីយេបន្តពង្រឹងទំនាក់ទំនងសភាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងរិះរកយន្តការជាក់ស្ដែងថ្មីៗដើម្បីផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរសម្ដេចប្រធានរដ្ឋសភាទទួលអំណាចមនុស្សធម៌ពីក្រុមហ៊ុន KAT Co Ltd សម្រាប់បន្តជូនវីរយុទ្ធជនការពារបរណភាពទឹកដីនៅសមរភូមិជួរមុខរដ្ឋសភាប្រពៃពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ដែងរបាំត្រុដិអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃនៃជាតិខ្មែរឯកឧត្តមវងសោតអញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលបានចូលនិវត្តន៍ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃនៃជាតិគណៈប្រតិភូគណៈកម្មការទី8នៃរដ្ឋសភាបានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលនិងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគុណធបុប្ផានិងមន្ទីរពេទ្យកុមារជាតិក្នុងរាជធានីភ្នំពេញសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានវិតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាសម អសនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់បង្កើនការផលិតក្នុងស្រុកទាំងបរិមាណនិងគុណភាពជំនួសឲ្យការនាំចូលពីបរទេសធានាបាននូវនិរន្តរភាពនៃទំនិញក្នុងស្រុកក្រោមទិសស្លោកខ្មែរធ្វើបានខ្មែរជួយខ្មែរនិងខ្មែរប្រើប្រាស់ខ្មែររីកចម្រើនសម្ដេចប្រធានរដ្ឋសភាបានលើកឡើងដូចនេះនៅក្នុងការអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដឹកនាំដោយអង្គញាតែតាំងពប្រធានក្រុមប្រឹក្សាភិបាលដែលបានចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅព្រឹកថ្ងៃទី6ខែមេសាឆ្នាំ2026នៅវិមានរដ្ឋសភាស្របពេលដែលរដ្ឋាភិបាលប្រពៃវិជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនៅថ្ងៃទី9ខែមេសាខាងមុខនេះសម្ដេចបានគូបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងដ៏រឹងមាំដែលទ្រទ្រង់នៅរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូលវត្តមានសហគ្រាសធុនមីក្រូតូចនិងមធ្យម SME មានប្រមាណ 75,000 មូលដ្ឋានដែលកំពុងផ្ដល់ដង្ហើមសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋជិត3លាននាក់ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបានអ្វីដែលជាមោទនភាពបំផុតនោះគឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្មពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញនិងបច្ចេកវិទ្យាដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យ Digital សម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាតាំងពីសម័យសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភារហូតដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសហគ្រាសធុនតូចនិងមធ្យមសម្ដេចរដ្ឋសភាធិបតីបានលើកទឹកចិត្តដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាឲ្យបន្តដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្ដុះបណ្ដាលផ្នែកនវានុវត្តន៍និងការធ្វើបរិវត្តកម្ម Digital ឲ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមិនត្រឹមតែជាអ្នកការពារផលប្រយោជន៍សហគ្រិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកលើកកម្ពស់មោទនភាពផលិតផលខ្មែរនៅលើឆាកអន្តរជាតិដែលសកម្មភាពដ៏ឧត្តមឧត្តមនេះចាំបាច់ត្រូវបន្តពង្រឹងនិងពង្រីកឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតអង្គការតែតាំងពបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតដល់គណៈប្រតិភូបានជួបសម្ដែងការគូសំព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាជូនសម្ដេចនៅក្នុងឱកាសនេះថែមទៀតផងសម្ដេចប្រធានរដ្ឋសភាបានអនុញ្ញាតជូនអង្គការតែតាំងពនិងសហការីធ្វើការបន្តជាមួយគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិលប្រៃសណីទូរគមនាគមន៍ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍រ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីរិះរកមធ្យោបាយបន្ថែមទៀតក្នុងការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមឲ្យកាន់តែរីកចម្រើនឡើងសូមជម្រាបជូនថាដើម្បីលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាជារៀងរាល់ឆ្នាំរដ្ឋាភិបាលតែងតែប្រពៃវិជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនៅថ្ងៃទី9ខែមេសាឆ្នាំ2026នេះជាខួបលើកទី9ដែលព្រះរាជាណាចក្រកម្ពុជាប្រពៃវិជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរក្រោមប្រធានបទខ្មែរផលិតខ្មែរប្រើប្រាស់ខ្មែររីកចម្រើនសម្ដេចរដ្ឋសភាទីការធិបតីខុនសូដារីបានមានប្រសាសន៍ថាក្នុងកលៈទេសៈដែលប្រទេសជាតិជួបការលំបាកពីសង្គ្រាមឈ្លានពានរបស់បរទេសក៏ដូចជាការផ្ទុះសង្គ្រាមនៅគ្រប់ជ្រុងនៃពិភពលោកដោយពេលបច្ចុប្បន្ននេះបង្កើតវិបត្តិកាន់តែច្រើនឡើងជាពិសេសវិបត្តិធម្មពលដែលជាវិបត្តិមួយដ៏ធ្ងន់ធ្ងរសម្រាប់សកលលោកទាំងមូលទាំងនេះជាឧបសគ្គដ៏ធំមួយដល់ការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរប៉ុន្តែឆ្លងកាត់ការលំបាកនេះ
យើងត្រូវចេះប្រើប្រាស់ឱកាសនេះជាការពង្រឹងការផលិតបង្កើនសន្តិសុខសេដ្ឋកិច្ចរបស់ជាតិឲ្យខ្លាំងនិងធន់សម្ដេចបានសង្កត់ធ្ងន់ថាការពង្រឹងសហគ្រាសធុនមីក្រូតូចនិងមធ្យមជាការចាំបាច់បំផុតក្នុងការកសាងសន្តិសុខសេដ្ឋកិច្ចនិងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកអ្វីដែលជាមោទនភាពបំផុតនោះគឺនៅពេលនេះឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្មពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញនិងបច្ចេកវិទ្យាដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យ Digital នេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេប៉ុន្តែគឺជាសញ្ញាដាស់តឿនឲ្យយើងត្រូវរួមគ្នាពង្រឹងគុណភាពផលិតផលឲ្យស្របតាមស្តង់ដារដែលនឹងអាចប្រកួតប្រជែងដោយសមត្ថភាពនៅលើឆាកតំបន់និងអន្តរជាតិសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនលោកជំទាវអុលខូខូខៅអ៊ីវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋទូគីយ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលត្រូវបញ្ចប់អាណត្តិចូលជួបសម្ដែងការគួរសមនិងជម្រាបលានៅព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2026នេះនៅវិមានរដ្ឋសភាសម្ដេចប្រធានរដ្ឋសភាបានវិតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជាដែលសម្រេចបានលទ្ធផលជាច្រើនរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធសកម្មនិងស៊ីជម្រៅទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិសម្ដេចមានអារម្មណ៍ថាសម្ដេចទើបបានជួបលោកជំទាវឯកអគ្គរដ្ឋទូតថ្មីនេះសោះឥឡូវត្រូវបញ្ចប់អាណត្តិការទូតទៅហើយសម្ដេចបានទទួលជួបសវនកម្មជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតែមួយខែប៉ុណ្ណោះក្រោយពីសម្ដេចបានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី7នេះសម្ដេចរដ្ឋាភិបាលធិបតីបានវិតម្លៃខ្ពស់ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនិងស៊ីជម្រៅរវាងប្រទេសទាំងពីរដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈដែលផ្អែកលើការជឿទុកចិត្តគ្នាការគោរពគ្នានិងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកសមិទ្ធផលទាំងនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកជំទាវនិងសហការីនិងជាពិសេសឆន្ទៈនយោបាយដ៏រឹងមាំការបដិញ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងគម្រោងសហប្រតិបត្តិការជាស្ដែងស្ទើរលើគ្រប់វិស័យសម្ដេចរដ្ឋាភិបាលធិបតីបានគូបញ្ជាក់ថាទំនាក់ទំនងកម្ពុជាទូគីយ៉េមានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនកាលពីជានាយករដ្ឋមន្ត្រីបានបំពេញទស្សនកិច្ចនៅប្រទេសទូគីនាឆ្នាំ2019ទំនាក់ទំនងដ៏ល្អនេះបានបន្តពង្រឹងដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី7នៃរដ្ឋសភាគណៈប្រតិភូរដ្ឋសភានិងរាជរដ្ឋាភិបាលប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នានិងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់សម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាកម្ពុជានិងទូគីយ៉េមានគុណតម្លៃរួមជាច្រើនក្នុងនោះមានការលើកកម្ពស់តម្លៃនៃសន្តិភាពនិងវិបលភាពរួមប្រកាន់ខ្ជាប់និងជឿជាក់លើច្បាប់អន្តរជាតិនិងពហុភាគីនិយមដោយបើកចំហនិងបរិយាបន្នក្នុងន័យនេះចាំបាច់ត្រូវបន្តធ្វើការរួមគ្នាដើម្បីប្រកាន់យកនិងគៀងគរប្រទេសផ្សេងៗទៀតឲ្យគ្រប់នៅគោលការណ៍ទាំងនេះក្នុងពេលដែលសកលលោកកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញហុំព័ទ្ធដោយសង្គ្រាមនោះលោកជំទាវអុលខូខូខៅអ៊ីវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតជូនលោកជំទាវជួបសម្ដែងការគួរសមនិងជម្រាបលានៅក្នុងឱកាសនេះលោកជំទាវបានថ្លែងការកោតសរជូនសម្ដេចប្រធានរដ្ឋសភាថាជាស្ត្រីថ្នាក់ដឹកនាំមួយរូបដែលពោពេញដោយសមត្ថភាពនិងទេពកោសល្យវត្តមានរបស់សម្ដេចជាថ្នាក់ដឹកនាំរដ្ឋសភាមិនត្រឹមជាគំរូសម្រាប់ស្ត្រីកម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ពលរដ្ឋជាទូទៅលោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចប្រធានរដ្ឋសភាថាបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់ទូគីយ៉េប្រចាំនៅកម្ពុជាបន្តពីលោកជំទាវក៏នៅតែផ្ដល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងប្រទេសទាំងពីរពិសេសការបន្តពង្រឹងទំនាក់ទំនងក្រមមិត្តភាពរដ្ឋសភាក៏ដូចជាការពង្រឹងទំនាក់ទំនងពហុភាគីរវាងរដ្ឋសភាប្រទេសទាំងពីរដូចជានៅក្នុងក្របខ័ណ្ឌអាស៊ានជាដើមសម្ដេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសទូគីយ៉េដែលតែងតែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមានវិស័យពាណិជ្ជកម្មវិនិយោគទេសចរណ៍អប់រំសុខាភិបាលនិងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើមសម្ដេចបានគូបញ្ជាក់ថាទំនាក់ទំនងសភាពិតជាមានសារៈសំខាន់ណាស់ពីព្រោះរដ្ឋសភាតំណាងឲ្យពលរដ្ឋរដ្ឋសភាកម្ពុជាតែងតែផ្ដល់អាទិភាពចំពោះផលប្រយោជន៍ប្រជាពលរដ្ឋជាធំជាកិច្ចបញ្ចប់សម្ដេចប្រធានរដ្ឋសភាបានស្នើដល់ប្រទេសទូគីយ៉េបន្តផ្ដល់ការគាំទ្រកម្ពុជាលើវិស័យអប់រំនិងការបណ្ដុះបណ្ដាលធនធានមនុស្សពីព្រោះថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានផ្ដល់អាទិភាពខ្ពស់លើការកសាងមូលដ្ឋានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិឈានធ្វើទៅសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងប្រទេសអភិវឌ្ឍនៅឆ្នាំ2050
សម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2026នេះបានអនុញ្ញាតឲ្យឯកឧត្តមត្រឹងកឹមទូសមាជិកការិយាល័យនយោបាយនិងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីសវៀតណាមចូលជួយសម្ដែងការគូសំនិងពិភាក្សាការងារក្នុងស្មារតីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបដ៏មានសារៈសំខាន់នេះឋានៈដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើការស្វែងរកយន្តការជាក់ស្ដែងរួមថ្មីៗដើម្បីជំរុញទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីឲ្យសម្រេចបានដល់$20,000 លាននាពេលខាងមុខបន្ថែមលើនេះភាគីថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំកម្មវិធីរួមគ្នាដើម្បីអបអរសាទរខួបលើកទី60នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ2027ខាងមុខនេះផងដែរសម្ដេចប្រធានរដ្ឋសភាបានវិតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាវៀតណាមដែលបានចែករំលែកយ៉ាងជ្រៅនិងមានភាពធន់ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូលជាមួយគ្នានេះសម្ដេចរដ្ឋសភាធិបតីក៏បានសម្ដែងការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតបក្សកុម្មុយនីសវៀតណាមដែលទើបបញ្ចប់កាលពីខែមករាឆ្នាំ2026កន្លងទៅសម្ដេចបានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃតួលេខស្ត្រីក្នុងរដ្ឋសភាវៀតណាមរហូតដល់ជាង 35% ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាព Gender ព្រមទាំងសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់វៀតណាមដែលកំពុងវិវត្តខ្លួនជាមហាអំណាចកណ្ដាលដ៏លេចធ្លោក្រោមការដឹកនាំរបស់ឯកឧត្តមតូឡាំអគ្គលេខាធិការបក្សនិងជាប្រធានរដ្ឋវៀតណាមពាក់ព័ន្ធនឹងសភាពការក្នុងប្រទេសសម្ដេចមហារដ្ឋសភាទីការធិបតីបានជម្រាបជូនប្រតិភូថាកម្ពុជាកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យរឹងមាំនិងមានសាមគ្គីភាពជាធ្លុងមួយកម្ពុជានៅបន្តអនុវត្តតាមចក្ខុវិស័យដែលបានដាក់ចេញដោយសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្នដើម្បីសម្រេចឲ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ខាងមុខនេះជាការឆ្លើយតបឯកឧត្តមត្រឹងកឹមទូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលនឹងបន្តដឹកនាំប្រទេសនិងប្រជាជនកម្ពុជាទៅរកការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀតភាគីវៀតណាមបានស្នើឲ្យប្រទេសទាំងពីរបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មអប់រំវិនិយោគទេសចរណ៍និងការធានាសន្តិសុខតាមព្រំដែនដោយរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងក្របខ័ណ្ឌរដ្ឋសភាភាគីថ្នាក់ដឹកនាំទាំងពីរបានបដិញ្ញាបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា MOU ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាននិងការចែករំលែកបទពិសោធន៍លើការងារនីតិកម្មដើម្បីបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងរួមចំណែកដល់សុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី10ខែមេសាឆ្នាំ2026នេះបានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនមកពីក្រុមហ៊ុន KAT Co Ltd សម្រាប់ចែកជូនវីរយុទ្ធជនដែលកំពុងឈរជើងការពារបរណភាពទឹកដីយ៉ាងអង្អាចក្លាហានជាទីបំផុតប្រឆាំងការឈ្លានពានរបស់ប្រទេសជិតខាងសម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន KAT Co Ltd ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងមហាសាមគ្គីជាតិខ្មែរនៅក្នុងគ្រាលំបាកនេះស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបិតាសន្តិភាពនៅកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខសុវត្ថិភាពសុខភាពនិងអាយុជីវិតរបស់វីរយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋភាគសឹកនៅគ្រប់ពេលវេលាសម្ដេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុនដែលបានចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកផលិតបាននៅគ្រឿងឧបភោគបរិភោគផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកដែលមិនត្រឹមតែជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែជាមោទនភាពរបស់ជាតិក្នុងការកសាងសុខសន្តិភាពនិងភាពធន់នៃសេដ្ឋកិច្ចជាតិបានប្រែក្លាយការលំបាកទៅជាឱកាសក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិសម្ដេចរដ្ឋសភាធិបតីបានសង្កត់ធ្ងន់ថាសហគ្រាសធុនតូចនិងមធ្យមមានសារៈសំខាន់ណាស់ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលតាំងពីសម័យសម្ដេចតេជោហ៊ុនសែនរហូតដល់ការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនៅក្នុងនីតិកាលទី7រដ្ឋសភានេះបានយកចិត្តទុកដាក់ជាទីបំផុតចំពោះសហគ្រាសធុនតូចនិងមធ្យមក្នុងគោលបំណងលើកកម្ពស់វិស័យនេះជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលបានប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរនៅថ្ងៃទី9ខែមេសា
ឆ្នាំនេះទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរបានព្រុសធ្វើឡើងក្រោមប្រធានបទខ្មែរផលិតខ្មែរប្រើប្រាស់ខ្មែររីកចម្រើនលោកសុគាស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន KAT Co Ltd បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យគណៈប្រតិភូនាំយកអំណាចសប្បុរសធម៌មកប្រគល់ជូនในឱកាសនេះដើម្បីចូលរួមចំណែកជាមួយសម្ដេចក្នុងការចែកជូនដល់វីរយុទ្ធជននិងប្រជាពលរដ្ឋភេសកជាបន្តបន្ទាប់លោកបានថ្លែងការកោតសរនិងគោរពដ៏ខ្ពង់ខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្ដេចដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វីរយុទ្ធជននិងប្រជាពលរដ្ឋភេសកជាមួយរាជរដ្ឋាភិបាលក្នុងនោះរដ្ឋាភិបាលក៏បានចំណាយពេលវេលាដ៏មមាញឹកចូលជួបផ្ទាល់នឹងសំណេះសំណាលជាមួយវីរយុទ្ធជននិងប្រជាពលរដ្ឋភេសកនិងបានចាត់តាំងតំណាងនាំយកអំណោយចែកជូនជាបន្តបន្ទាប់ក្នុងសកម្មភាពសមរភូមិក្រៅផ្សារភ្ជាប់នៃជាមួយសមរភូមិជានិច្ចអំណោយដែលក្រុមហ៊ុន KAT Co Ltd យកមកប្រគល់ជូនសម្ដេចប្រធានរដ្ឋាភិបាលในឱកាសនេះមានត្រីខមាតុភូមិចំនួន 10000 កំប៉ុងប៊ីចេង2តោននិងស្ករស2តោនសម្ដេចរដ្ឋាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងដឹងគុណជានិច្ចចំពោះពលកម្មសាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជនក្នុងការការពារបូរណភាពទឹកដីក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្ដេចបានអរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានបង្ហាញស្មារតីស្នេហាជាតិឯកភាពជាតិនិងសាមគ្គីភាពរឹងមាំចូលរួមគាំទ្រទាំងស្មារតីថវិកានិងសម្ភារៈដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើងក្នុងការការពារបូរណភាពដែនដីនិងបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននេះប្រកបដោយភាពហ្មត់ចត់ឆ្លៀសវៃតាមរយៈការចរចាការទូតនិងការប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់អន្តរជាតិរដ្ឋសភានៃប្រជាណាចក្រកម្ពុជាបានប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គលអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជានាព្រឹកថ្ងៃប្រហ័ស700ខែចែកឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី9ខែមេសាឆ្នាំ2026ដែលមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអេឧត្តមលោកជំទាវសមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកកកពិធីសូត្រមន្តរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបណ្ដេញនៅឧបទ្រពចង្រៃ2ឆ្នាំចាស់ប្រព្រំថ្វាយព្រះពរជ័យលើករាសីសូមសេចក្តីសុខសិរីសួស្តីនិងទទួលអំណរឆ្នាំថ្មីឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570សម្ដេចប្រធានរដ្ឋសភានិងតំណាងរាស្ត្រមន្ត្រីរាជការទាំងអស់បានអញ្ជើញថ្វាយនៅគ្រឿងសក្ការៈបូជាទៀនធូបផ្កាភ្ញីនិងប្រារព្ធនៅកិច្ចនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយចម្រើនព្រះបរិត្តនិងពុទ្ធជ័យមង្គលព្រមទាំងវេប្រគេនតេយ្យទាននិងគ្រឿងបរិក្ខារផ្សេងៗវេប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិយុទ្ធជនពលីការពារបរណភាពទឹកដីបានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយបន្ទាប់ពីពិធីសូត្រមន្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាបានចប់សពគ្រប់រួចមកថ្នាក់ដឹកនាំសមាជិកសមាជិការដ្ឋសភាបានអញ្ជើញទស្សនាការសម្ដែងនៅរបាំត្រុដិផងដែរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570និងប្រព្រឹត្តទៅនាថ្ងៃអង្គារដល់ថ្ងៃប្រហ័ស12រោចដល់ថ្ងៃ14រោចខែចែកឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026ដែលមានទេវតាឆ្នាំថ្មីព្រះនាមរក្សសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មសង្ក្រាន្តឆ្នាំថ្មីនេះនឹងចូលដល់នាវេលាម៉ោង 10:48 នាទីព្រឹកថ្ងៃទី14ខែមេសាឆ្នាំ2026ខាងមុខនេះឯកឧត្តមវងសូត្រអនុប្រធានទី1រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចប្រធានរដ្ឋសភានៅរសៀលថ្ងៃទី9ខែមេសាឆ្នាំ2026នេះបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយនាយវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះឯកឧត្តមវងសូត្របាននាំនៅការផ្ដាំផ្ញើសារសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋសភានិងឯកឧត្តមកតេសេដ្ឋាបណ្ឌិតជាមយាបអនុប្រធានទី1រដ្ឋសភាជូនចំពោះបងប្អូននិវត្តជនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ក្នុងការពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ដែលនឹងឈានចូលមកដល់នាពេលខាងមុខនៃចំពោះមុខនិវត្តជនប្រមាណ224នាក់ឯកឧត្តមមនុស្សប្រធានទី2រដ្ឋសភាបានចែករំលែកបទពិសោធន៍នៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គមជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជននិងនិវត្តជនក្នុងពេលដែលឯកឧត្តមធ្លាប់ចូលរួមដឹកនាំរដ្ឋាភិបាលកាលពីនីតិកាលកន្លងទៅឯកឧត្តមមានប្រសាសន៍ថាដោយការដឹងគុណចំពោះយុទ្ធជននិងមន្ត្រីឆ្កាដែលធ្លាប់បានចូលរួមចំណែកការពារនិងបម្រើជាតិមាតុភូមិរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំក្របខ័ណ្ឌសោធននិវត្តន៍និងអត្ថប្រយោជន៍ផ្សេងៗទៀតដើម្បីឲ្យមន្ត្រីរាជការដែលបានចូលនិវត្តន៍អាចបន្តរស់នៅក្នុងជីវភាពសមរម្យនិងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមរដ្ឋាភិបាលមិនត្រឹមតែគិតគូរអំពីសិទ្ធិនិងអត្ថប្រយោជន៍របស់និវត្តជនមន្ត្រីរាជការប៉ុណ្ណោះទេគឺថែមទាំងបានពង្រីកវិសាលភាពនៃគោលនយោបាយគាំពារសង្គមគ្របដណ្ដប់ដល់វិស័យឯកជនថែមទៀតរួមបញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផងជាអាចការបង្កើតបេឡាជាតិសន្តិសុខសង្គមហៅកាត់ថាបសសគឺពិតជាបានផ្ដល់អត្ថប្រយោជន៍ធំធេងណាស់ដល់ប្រជាជនកម្ពុជាគ្រប់រូបនិងបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឯកឧត្តមមនុស្សប្រធានទី2រដ្ឋសភាបានលើកឡើងថានិវត្តជនគឺជាធនធានដ៏មានតម្លៃនិងមានបទពិសោធន៍ជាច្រើនក្នុងការចូលរួមបម្រើជាតិមាតុភូមិដូច្នេះហើយរដ្ឋាភិបាលមិនភ្លេចឬទុកឲ្យបងប្អូននិវត្តជននៅឯកោឡើយហើយរដ្ឋាភិបាលនៅតែបន្តរក្សាទំនាក់ទំនងបានយ៉ាងល្អជាមួយបងប្អូននិវត្តជនទាំងអស់ឯកឧត្តមបានបង្ហាញការគាំទ្រចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាដែលបានព្រួយផ្ដើមបង្កើតសមាគមអតីតយុទ្ធជនឡើងដែលសពថ្ងៃនេះហៅថាសមាគមអតីតយុទ្ធជននិងនិវត្តជនដើម្បីការពារសិទ្ធិផលប្រយោជន៍និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជននិវត្តជនព្រមទាំងគ្រួសារនិវត្តជនទូទាំងប្រទេសគំនិតព្រួយផ្ដើមនេះបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្ដេចប្រធានគណៈបកប្រជាជនកម្ពុជាឯកឧត្តមសង្ឃឹមថាបងប្អូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាក៏នឹងមានឱកាសទទួលបានអត្ថប្រយោជន៍ក្រោមឆ័ត្រនៃសមាគមនេះផងដែរឯកឧត្តមវងសូតបានកត់សរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលបានរៀបចំក្របខ័ណ្ឌសោធននិវត្តន៍និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងបានផ្ដល់អនុសាសន៍ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តរក្សាទំនាក់ទំនងល្អជាមួយនឹងបងប្អូននិវត្តជនព្រមទាំងពិនិត្យលទ្ធភាពរៀបចំការជួបជុំបន្ថែមទៀតរវាងនិវត្តជននិងមន្ត្រីរាជការដែលកំពុងបម្រើការងារដើម្បីចែករំលែកសុខទុក្ខនិងបទពិសោធន៍រវាងគ្នាជាចុងក្រោយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលនឹងឈានចូលមកដល់នាពេលខាងមុខឯកឧត្តមវងសូតបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកព្រមទាំងទេវតាឆ្នាំថ្មីមេត្តាប្រោះព្រំសពសាធុការពរបវរមហាប្រសើរជូនដល់និវត្តជននិងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ដែលមានការឯកភាពពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតីខុនសុដារីប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជានារសៀលថ្ងៃទី6ខែមេសាឆ្នាំ2026គណៈប្រតិភូគណៈកម្មការសុខាភិបាលសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភាដែលជាគណៈកម្មការទី8ដឹកនាំដោយលោកជំទាវ ឡោខេងប្រធានគណៈកម្មការបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើការផ្តល់សេវាសុខាភិបាលនិងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញគណៈប្រតិភូទទួលស្វាគមន៍ដោយឯកឧត្តមវេជ្ជបណ្ឌិតសុកស្រុនទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យលោកវេជ្ជបណ្ឌិត Dennis Lauren អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផាលោកសាស្ត្រាចារ្យ King Songti ប្រធានមន្ទីរពេទ្យគន្ធបុប្ផាមន្ទីរពេទ្យគន្ធបុប្ផាបានបង្កើតឡើងតាំងពីឆ្នាំ1992ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាទី1បានបង្កើតឡើងនៅឆ្នាំ1992មន្ទីរពេទ្យគន្ធបុប្ផាទី2បង្កើតឡើងនៅឆ្នាំ1996មន្ទីរពេទ្យជ័យវរ្ម័នទី7គន្ធបុប្ផាទី3បង្កើតឡើងនៅឆ្នាំ1999មន្ទីរពេទ្យគន្ធបុប្ផាទី4បង្កើតឡើងនៅឆ្នាំ2005និងមន្ទីរពេទ្យគន្ធបុប្ផាទី5បង្កើតឡើងនៅឆ្នាំ2007បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យជ័យវរ្ម័នទី7ក្នុងខេត្តសៀមរាបជាមន្ទីរពេទ្យថ្នាក់ជាតិ
ដែលកំពុងបំពេញបេសកកម្មសង្គ្រោះជីវិតទារកកុមារនិងស្ត្រីមានផ្ទៃពោះនៅកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាពប្រសិទ្ធភាពដោយពុំមានការរើសអើងដើម្បីចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពមាតាទារកនិងកុមារដែលជាអាទិភាពចម្បងមួយក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពៀសង្គមរបស់រាជរដ្ឋាភិបាលលោកសាស្ត្រាចារ្យគីងសង់ទីបានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី8នៃរដ្ឋសភាឲ្យដឹងថារៀងរាល់ថ្ងៃមានអ្នកជំងឺមកពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅមានចំនួន 3000 ទៅ 3500 នាក់ក្នុងមួយថ្ងៃនិងមានអ្នកជំងឺដាក់ឲ្យសម្រាកពេទ្យចំនួន500នាក់នៅក្នុងមួយថ្ងៃក្នុងនោះអត្រាប្រើប្រាស់ក្រែជាមធ្យម 126% អត្រាប្រើប្រាស់ក្រែនៅផ្នែកសង្គ្រោះបន្ទាន់ 165%ក្រោយពីបានស្ដាប់របាយការណ៍របស់លោកប្រធានមន្ត្រីពេទ្យរិមកលោកជំទាវ ឡៅខេងប្រធានគណៈកម្មការបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចដោយបេះដូងនៅក្នុងការព្យាបាលនិងជួយសង្គ្រោះអាយុជីវិតដល់ទារកនិងកុមារតូចៗជាពិសេសគឺជំងឺបេះដូងពីកំណើតនិងជំងឺមហារីកមានការយកចិត្តទុកដាក់នៅក្នុងការព្យាបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងនាមជាកងទ័ពអាវសលោកជំទាវ ឡៅខេងបានបន្ថែមថាសម្រាប់នីតិកាលទី7នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាលនិងគោលនយោបាយអាទិភាពសម្ដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសកលក្នុងន័យនេះបសសក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ